បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទចឹងក្នុងវីដេអូនេះខ្ញុំមកប្រាប់បងប្អូនអរគ្នាអំពីរបៀបរៀបចំ LD player ក៏ដូចជារបៀប clone នៅ LD player ឲ្យបានច្រើនតាមចំនួនដែលបងប្អូនចង់បានហើយនឹងងាយស្រួលក្នុងការគ្រប់គ្រងបាទចឹងមេរៀនរបស់យើងគឺយើងត្រូវតែចេះរៀបចំ LD ឲ្យបានល្អដែរក្នុងការគ្រប់គ្រង account បើសិនជាបងប្អូនមិនចង់ចាយលុយនៅលើការប្រើ tool អញ្ចឹងបងប្អូនអាចប្រើនៅលើ LD ផ្ទាល់ក៏បានគ្រាន់តែថាយើងប្រើ LD យើងត្រូវការផុសដៃបាទបើសិនជាបងប្អូនមានសមត្ថភាពអាចប្រើដល់ tool អាហ្នឹងយើងនិយាយពី tool មកវគ្គផ្សេងទៀតឥឡូវយើងនិយាយពី LD សិនពាក់ព័ន្ធនឹងការប្រើ LD និងទូរស័ព្ទដៃវាដូចតែគ្នាទេ LD វាជាគេហៅថា function មួយដែលវាដូចតែទូរស័ព្ទចឹងនិយាយងាយយល់បាទអញ្ចឹងការរៀបចំ LD មិននៅលើទូរស័ព្ទវាដូចតែគ្នាទេតោះអញ្ចឹងកុំឲ្យមានភាពស្មុគស្មាញពេលដល់បងប្អូនធ្វើការដំឡើងនៅ LD ក៏ដូចជា install LD មកជាដំបូងវាអត់មានអីទេបាទដូចថារបស់ខ្ញុំអញ្ចឹងវាមានស្រាប់ភាសាខ្ញុំ clone ឥឡូវខ្ញុំសម្រាប់ថាដំបូងបងប្អូនមានតែ LD 0 មួយឯងចាប់ពីលេខ1រហូតដល់លេខ7វាអត់មានទេវាមានតែមួយ LD 0អញ្ចឹងដំបូងបំផុតបងប្អូនត្រូវតែចុច new clone ហើយនេះចុច new clone ទៅបងប្អូនធ្វើការចុច clone កន្លែងនេះចុចគ្រាន់តែចុចមក click អញ្ចឹងទៅវានឹងចេញLD ដែលយើង clone ចេញពីកន្លែងហ្នឹងមកនេះខាងក្រោមអញ្ចឹងចាប់ពីលេខ1រហូតដល់លេខ7ហ្នឹងបងប្អូនមិនបាច់និយាយឲ្យយើងចាប់ទៅអត់មានទៅបាទអញ្ចឹងវាប្រកាសជាមានអានេះមួយថ្មីស្លាងអញ្ចឹងដើម្បីរៀបចំឥឡូវខ្ញុំសម្បត្តិអានេះសិនកុំឲ្យច្រឡំបាទដើម្បីរៀបចំនេះអានេះ LD ដែលយើង clone ដំបូងអញ្ចឹងបងប្អូនចុច setting ឡើងនេះសិនបាទចុច setting ដើម្បីសេរីនៅ function វាពាក់ព័ន្ធនឹង function វាបងប្អូនចូលឡើង advanced ដំបូងបាទហើយបងប្អូនយកជាប្រភេទ mobile mobile mode មានន័យថាយើងយក LD ជាប្រភេទទូរស័ព្ទបាទយក mobile mode ហើយបងប្អូនរកនេះ720គុណនឹង128បាទតមកទៀតខាងនេះបងប្អូនមើលទៅបើសិនជាម៉ាស៊ីនបងប្អូនរៀងធំដែរយើងដាក់ CPU ធំតិចទៅវាដើរ smooth បើថា CPU បងប្អូនតូចយើងរើសទៅតាមហ្នឹងទៅពី core អីចឹងទៅហើយ RAM ដូចគ្នាដែរបើសិនជាកុំព្យូទ័ររបស់យើងមាន CPU ឬមួយក៏ RAM រៀងធំដាក់ធំដែរទៅបើថារៀងស្ទើរដាក់ស្ទើរទៅតាមហ្នឹងឥឡូវខ្ញុំដាក់CPU 2 core ហើយ RAM ដាក់តែ 2G ទៅបានហើយបាទហើយយើងចុច save តែប៉ុណ្្នឹងទេហើយបងប្អូនធ្វើការចុច start នៅ LD ដែលយើង clone មិញហ្នឹងវានឹងមកតាមអ្វីដែលយើងកំណត់មិញហើយឃើញទេបងប្អូនរងចាំតិចឲ្យវាដើរសិនអូខេអញ្ចឹង LD វាចេញមកវាទទេស្អាតអញ្ចឹងអាហ្នឹងយើងកំណត់ LD ដំបូងអូខេឥឡូវរបៀបកំណត់វាមានតែប៉ុណ្ណឹងឥឡូវយើងមករៀបចំពីរបៀប clone យើងមកមើលពីរបៀប clone វិញតែ clone យើងគួរ clone យ៉ាងម៉េចបាទរបៀប clone មានន័យថាយើងធ្វើពី LD មួយហ្នឹងឲ្យខ្លាចជា LD ច្រើនអាហ្នឹងគេហៅថា clone ហើយឥឡូវខ្ញុំបិទអាហ្នឹងវិញហើយខ្ញុំមកបើក LD របស់ខ្ញុំមួយនេះអញ្ចឹងខ្ញុំចាប់ទុកថា LD មួយនេះដែលខ្ញុំកំពុងតែបើកហ្នឹងជា LD នេះដោយសារអីដោយសារតែ LD មួយនេះខ្ញុំបានរៀបចំហើយនេះមានន័យថាម៉េចរៀបចំហើយមានន័យថាខ្ញុំគ្រាន់តែ download នៅឯកសារមួយចំនួនទេដើម្បីបងប្អូនងាយយល់ចាំមើលខ្ញុំប្រាប់បាទខ្ញុំគ្រាន់តែ download app Facebook បាទ app Facebook Live អីចឹងទៅហើយនឹង VPN អីចឹងទៅនិយាយឲ្យងាយយល់មានន័យថានៅលើ LD មកផ្ទាំងហ្នឹងបងប្អូនចង់ clone យ៉ាងម៉េចបងប្អូនរៀបចំវាហើយបងប្អូន download នេះ download នោះហើយអញ្ចឹងពេលដែលបងប្អូន clone វាមានន័យថា clone អាហ្នឹងឲ្យបានចំនួនច្រើនអញ្ចឹង LD ដែលយើង clone ចេញមកវានឹងមានដូចគ្នាអញ្ចឹងបងប្អូន download អីពេលដែលបងប្អូន clone មកវាចេញអញ្ចឹងមានន័យថាបើសិនខ្ញុំ clone ទាំងអស់នេះសំដៅខ្ញុំ download ទាំងអស់នេះអញ្ចឹងពេលដែលខ្ញុំ clone មកវាអត់ខុសអីពីកន្លែងហ្នឹងទេយើងធ្វើមិនវា clone មកវាចេញអញ្ចឹងវាគ្រាន់តែខុសតែចំនួនតែប៉ុណ្្នឹងទេអូខេអញ្ចឹងខ្ញុំសង្ឃឹមបងប្អូនយល់អញ្ចឹងអ្វីដែលខ្ញុំរៀបចំប៉ុណ្ណឹងនេះខ្ញុំរៀបចំប៉ុណ្ណឹងហើយខ្ញុំឥឡូវខ្ញុំ clone វាបានច្រើនខ្ញុំត្រូវធ្វើមិនដើម្បី clone បានបងប្អូនទៅចេះក៏បានដែរបាទឥឡូវខ្ញុំ rename អានេះមួយដើម្បីកុំឲ្យច្រឡំខ្ញុំដាក់ថានេះទៅដាក់ថា Facebook ចាស់ឧទាហរណ៍ណាបងប្អូនបាទបងប្អូនដាក់ទៅ Facebook USA បាទហើយទៅអាហ្នឹងនេះខ្ញុំកំពុងបើកឈ្មោះ Facebook USA អញ្ចឹងខ្ញុំបិទវាអូខេអញ្ចឹងខ្ញុំចង់ clone ពី Facebook USA ហ្នឹងឲ្យបានចេញមក5បាទអញ្ចឹងដើម្បីយើង clone បានបងប្អូន tick លើវាមួយបាទបន្តមកទៀតបងប្អូនចង់ clone ចេញវាអាហ្នឹងប្រហែលឧទាហរណ៍បងប្អូនចង់ clone ចេញពីវា4ទៀតទៅ4ទៀតនឹងរបស់ដើមវាមួយវា5ហើយអញ្ចឹងបងប្អូនចេះនេះចេះលេខហ្នឹងមួយបាទ
ហើយបងប្អូនមកមើលកន្លែងនេះនេះ number clone តែយើងចង់ clone ចេញមកម្ដងប្រហែលបើបងប្អូនដាក់10វាចេញមក10បងប្អូនដាក់5វាចេញមក5ឥឡូវខ្ញុំដាក់តែ4ណាអញ្ចឹងវាប្រកាសជា clone មកចេញ4តោះយើងដាក់តែលេខ4ហើយយើងខ្វែងវាមកហើយយើងចុចកន្លែង tick កន្លែងហ្នឹងមួយហើយយើងចុចកន្លែងនេះហើយយើងយកពាក្យថា batch clone for LD ដោយសារយើងមិនដាក់4បើយើងដាក់លេខ10ចេញលេខ10ហើយអញ្ចឹងយើងចុចដល់មកវានឹង clone មកឲ្យយើង4ហើយនេះចេញមកក្រោមហើយបងប្អូនឃើញទេអញ្ចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះដើម្បីអីដើម្បីងាយស្រួលចំណាំ Facebook USA អញ្ចឹងវាពេលដែលវាចេញមកវាចេញ Facebook USA ម៉ានឃើញវាចេញមក4ហ៎4ឃើញទេអញ្ចឹងកន្លែងហ្នឹងបងប្អូនខ្ញុំគិតថាបងប្អូនអាចចាប់បានហើយវាអត់ពិបាកយល់ទេអញ្ចឹងកន្លែងហ្នឹងបងប្អូនចង់បាន10ដាក់លេខ10ទៅបងប្អូនចង់បាន20ដាក់លេខ20ហើយពាក់ព័ន្ធនឹងកន្លែងនេះគឺជាកន្លែងគេកន្លែងនេះគឺជាកន្លែងផ្ទាំងដែលយើងបើកមកនៅពីមុខ monitor របស់យើងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបើកមក2ផ្ទាំងខ្ញុំបើក2ផ្ទាំងអញ្ចឹងកន្លែងហ្នឹងវាមានន័យថាអញ្ចឹងឥឡូវវាចេញឲ្យស្រួលសិនបងប្អូនវាស្រួលខ្ញុំបញ្យល់បន្ថែមអូខេឥឡូវវាដើរកន្លែងហ្នឹងមានន័យថាអញ្ចឹងកន្លែងនេះមានន័យថាបើសិនជាយើងដាក់លេខ5អញ្ចឹងមានន័យថាទំហំ monitor របស់យើងហ្នឹងវានឹងរៀបចំឲ្យធ្វើម៉េចឲ្យ5ត្រូវតែពេញ monitor អញ្ចឹងជាមួយខ្ញុំចុចដាក់លេខ5អូខេហើយខ្ញុំចុចកន្លែងនេះចាប់ពីនេះវានឹងរៀបមក5ឃើញទេអញ្ចឹងបងប្អូនដាក់ LD នឹងថែម3ទៀតវានឹង5ហើយវានឹងពេញ monitor យើងmonitor នេះឃើញទេអញ្ចឹងឧទាហរណ៍បើខ្ញុំដាក់2ដាក់តែ2ឯងអញ្ចឹងវាប្រកាសជាធំហើយព្រោះអីយើងយក monitor យើងទាំងអស់ហ្នឹងដាក់តែ2ផ្ទាំងឯងខ្ញុំដាក់លេខ2ខ្ញុំចុចម្ដងទៀតបងប្អូនឃើញទេឃើញវាធំហ៎អញ្ចឹងបងប្អូនដាក់លេខ4មកឬក៏លេខ3អញ្ចឹងទៅឥឡូវដាក់លេខ4ចុះបាទចុចមកឃើញទេអញ្ចឹងវាប្រកាសជាចេញមក4ពេញ monitor កន្លែងហ្នឹងគឺអញ្ចឹងអញ្ចឹងបងប្អូនគិតថាដាក់លេខប្រមាណដើម្បីឲ្យមើលទៅសមភ្នែកងាយស្រួលក្នុងការ control វាអញ្ចឹងបងប្អូនដាក់ទៅសេរីស្រង់ខ្លួនឯងទៅព្រោះ monitor របស់យើងម្នាក់វាមិនទំហំដូចគ្នាទេបាទអញ្ចឹងរបៀបរៀបចំ LD ក៏ដូចជា clone ហើយនឹងបញ្យលរបៀបប្រើគឺមានប៉ុណ្ណឹងកុំឲ្យវាវែងពេកហើយនឹងជួបគ្នានៅមេរៀនក្រោយបន្ត